ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់រឿងកញ្ញា introvert និងកំឡុង extrovert ទៀតដែរតែមុននឹងឈានទៅដល់សាច់រឿងហ្នឹងក៏សូមជួយ subscribe ឲ្យadmin ម្នាក់មួយផងណាហើយកុំឲ្យខាតពេលវេលាយូរយើងទៅទស្សនាទាំងអស់គ្នាដោយចាប់ផ្ដើមដំបូងនៃភាគហ្នឹងដល់ពេលដែលពួកគេចេញពីរៀនហ្នឹងគឺឃើញថាភ្លៀងធ្លាក់ដល់ចឹងទៅគឺអូតាហ្នឹងគេបានយកឆាតមកនឹងទេគឺគេបំរុងនឹងរត់កាត់ភ្លៀងទៅទៀតអីចឹងហើយនៅពេលដែលអូតាគេបំរុងនឹងរត់ទៅគឺស្រាប់តែទូស័យរបស់យើងហ្នឹងនាងក៏បានមកពីក្រោយហើយបានយកឆាតហ្នឹងទិញអូតាមកវិញហើយនៅពេលដែលអូតាគេបែរមកហ្នឹងគេបានប្រាប់ថាតើនាងចង់ធ្វើអីហ្នឹងគឺនាងចង់គិតថាឲ្យខ្ញុំហ្នឹងទទួលឆាត់ជាមួយនាងហើយទូស័យរបស់យើងហ្នឹងនាងបានប្រាប់ថាពេកមានអីហើយអូតាហ្នឹងគេប្រាប់ថាអត់ទេក៏ត្រូវការហ្នឹងទេហើយគេនិយាយរួចហើយហ្នឹងគេក៏បានដើរទៅបាននិយាយទៅអូតារបស់យើងគឺខ្មើសាហាវហ្មងណាដំណើរអេហ្វាដារបស់យើងគឺនាងអត់ដាច់ចិត្តសោះនាងក៏បានទៅតាមអូតាពីក្រោយហើយគេយកឆាត់ហ្នឹងបានឲ្យគេតែម្ដងហើយអូតាហ្នឹងគេឃើញបែបនោះគេបានប្រាប់ទៅអើយថាអត់ត្រូវការហើយហ្នឹងអត់អីគេកាន់ក៏បានដែរហើយបន្ទាប់មកហ្នឹងពួកគេទាំងពីរនាក់ក៏បានទទួលឆាត់ទៅជាមួយគ្នាកំឡុងពេលដែលដើរហ្នឹងហើយកំឡុងពេលដែលពួកគេកំពុងតែដើរហ្នឹងគឺស្រាប់តែអូតាហ្នឹងបានក៏លេចឃើញជាមួយនឹងមិត្តរួមថ្នាក់របស់គេហើយនៅពេលនោះដែរគេបានគិតថាគេមិនអាចឲ្យអ្នកណាម្នាក់ហ្នឹងឃើញគេទទួលឆាត់ជាមួយនឹងទូស័យរបស់យើងនឹងឡើយហើយនៅពេលឃើញបែបនោះហ្នឹងគេក៏បានដាក់ដៃទូស័យរបស់យើងហ្នឹងរត់យ៉ាងលឿនតែម្ដងហើយជួនជាពេលហ្នឹងដែរកំពុងតែរត់ហ្នឹងក៏ស្រាប់តែបានជួបជាមួយនឹងតាពូឈីទៀតដែលធ្វើអូតាហ្នឹងគេឡើងចង់កេងតែម្ដងគេគិតថាមិនអាចឲ្យតាពូឈីហ្នឹងគេបានឡើយបើសិនជាតាពូឈីឃើញហ្នឹងច្បាស់ជាងប់តែមិនខានទេហើយនៅពេលនោះដែរគេហ្នឹងក៏បានដាក់ដៃទូស័យរបស់យើងហ្នឹងទៅផ្លូវមួយទៀតអូយយ៉ាប់ហ្មងអាប៉ែហ្នឹងតែធ្វើឲ្យទូស័យរបស់យើងហ្នឹងនាងក៏បានឆ្ងល់ផងដែរថាអូតាហ្នឹងកាត់ស្អីគេហើយបន្ទាប់មកហ្នឹងក៏បានរត់កាត់មិត្តព្រមថ្នាក់របស់គេពីរនាក់ហ្នឹងទៀតហើយពីរនាក់ហ្នឹងបានថាពួកគេឈ្គត់តែអីហេតុអីបានជានោះគ្នារត់ទៅម៉ូទៅវិញអីចឹងហើយមើលតែម៉េចគឺអត់ឈប់ភ្លៀងសោះអញ្ចឹងហើយពួកគេទាំងពីរនាក់ក៏បានរកកន្លែងជ្រកភ្លៀងហើយនៅពេលនោះដែរទូស្រីរបស់យើងនាងបានសួរទៅកាន់អូតាថាអូតាខ្មាស់គេមែនដែលដើរជាមួយនាងនោះព្រោះថាដល់ពេលដែលជួបមនុស្សហ្នឹងអូតាគឺតែងតែនំនាងរត់គេចចាញ់អត់ឲ្យពួកគេឃើញអីចឹងហើយអាប៉ែអូតាហ្នឹងក៏បានប្រកែកហើយនាងថាប្រកែកអីទៀតបើមុនហ្នឹងគឺអូតានំនាងរត់ហ្នឹងហើយនៅពេលនោះដែរអូតារបស់យើងហ្នឹងគឺឆ្លើយអត់ចាញ់ហ្នឹងទេហើយទូស្រីរបស់យើងហ្នឹងនាងក៏បានខិតតែចិត្តអូតាសួរតែហេតុអ្វីអីចឹងហើយអូតាហ្នឹងគេបានប្រាប់ថាអើយគឺនាងគាត់តែដឹងអីព្រោះថាគេទទួលឆាត់ជាមួយគ្នាគេខ្វះអីចឹងហើយបន្ទាប់មកហ្នឹងពួកគេទាំងពីរនាក់ក៏បានធ្វើដំណើរទៅមុខទៀតដល់ពេលដែលដើរហ្នឹងក៏ស្រាប់តែបានជួបជាមួយនឹងមិត្តរួមថ្នាក់របស់ពួកគេទៀតហើយពីរនាក់ហ្នឹងក៏បាននិយាយលេងសើចទៅថាពួកគេទាំងពីរនាក់បានឆាត់ជាមួយគ្នាហើយថែមទាំងកាន់ដៃគ្នាទៀតមើលទៅដូចជាប្រែប្រពន្ធអញ្ចឹងហើយគ្រាន់តែទូស័យរបស់យើងលើបែបនោះភ្លាមនាងក៏រៀងអៀនបន្តិចដែរដល់ពេលនោះដែរអូតាហ្នឹងក៏បានសួរទៅកាន់ទូស័យយ៉ាងទៅថានាងទៅទឹកអស់ហើយគេឲ្យឆាត់នាងអីចឹងទៅទូស័យរបស់យើងនាងអៀនដល់ពេលអញ្ចឹងនាងក៏បានរត់ចេញទៅបាត់ដែលធ្វើឲ្យអូតាហ្នឹងគេឡើងឆ្ងល់តែម្ដងហើយបន្ទាប់មកហ្នឹងសាច់រឿងរបស់គេក៏បានកាត់ឲ្យយើងឃើញនៅថ្ងៃថ្មីដោយថ្ងៃនេះដែរឃើញតាទូស័យរបស់យើងហ្នឹងនាងអត់បានមករៀននោះទេគឺនឹងឈឺអីព្រោះថាប្រោះទឹកភ្លៀងកាលពីម្សិលមិញតែធ្វើឲ្យមិត្តភក្តិរបស់គេហ្នឹងក៏បានប្រាប់ថាមូលហេតុដែលហ្វាដាឈឺហ្នឹងគឺដោយសារតែអូតាហ្នឹងហើយគឺជាកំហុសរបស់អូតានិយាយទៅគឺម្នាក់ហ្នឹងបន្ទោសអូតាគ្រប់គ្នាដល់ពេលអញ្ចឹងអូតាហ្នឹងគេបានប្រាប់ថាបានហើយឈប់និយាយព្រោះថាម្សិលមិញហ្នឹងគេក៏ទឹកភ្លៀងដែរហើយគិតថាគេហ្នឹងអត់ឈឺទេម៉ែហើយបន្ទាប់មកណាលោកគ្រូក៏បានចូលមកហើយលោកគ្រូក៏បានប្រាប់ថាមានអ្នកណាគេដែលស្ម័គ្រចិត្តយកក្រដាសទៅឲ្យទូស័យរបស់យើងអត់ព្រោះថានាងឈឺចឹងហើយអ្នកណាអាចយកទៅឲ្យបានដល់ពេលហ្នឹងដែរអូតាហ្នឹងគេក៏បានកញ្ឆក់ក្រដាសហ្នឹងពេលលោកគ្រូយ៉ាងលឿនតែម្ដងហើយគេហ្នឹងបានយកទៅឲ្យទូស័យរបស់យើងហើយដល់ពេលទៅដល់ហ្នឹងគេក៏បានកោទ្វារដល់ពេលដែលបើកមកហ្នឹងទូស័យរបស់យើងហ្នឹងឃើញថាអូតាហ្នឹងគេក៏បានបិទទ្វារវិញយ៉ាងលឿនហើយដល់ពេលនោះដែរអូតាគេក៏ឆ្ងល់ដែរដល់ក្រោយមកហ្នឹងតបនាងបើកទ្វារម្ដងទៀតហើយនាងគឺបានពាក្យម៉ែព្រោះថានាងផ្ដាសាយខ្លាចឆ្លងទៅកាន់អូតាហើយបន្ទាប់មកហ្នឹងអូតាគេក៏បានឲ្យក្រដាសហ្នឹងទៅកាន់ទូស្រីរបស់យើងហើយទូស្រីរបស់យើងណាបានប្រាប់ថាអរគុណណាអូតាហើយបន្ទាប់មកហ្នឹងនាងបំរុងនឹងដើរចាញ់ហើយនៅពេលនោះដែរគឺស្រាប់តែនាងហ្នឹងក៏បានវិលមកដួលហើយនៅពេលដែលអូតាគេឃើញបែបនោះហ្នឹងគេក៏ភ័យផងដែរអញ្ចឹងហើយគេក៏បានប្រញាប់រត់ទៅលើកនាងនៅពេលដែលអូតាគេស្ទាបខ្លួននាងមើលទៅគឺនាងពិតជាក្តៅខ្លួនខ្លាំងណាស់មិនតែប៉ុណ្ណោះសូម្បីតែពស់របស់នាងក៏គោផងដែរហើយអូតាហ្នឹងក៏បានសួរទៅកាន់ទូស្រីយើងទៅថានាងបានញ៉ាំអីមែនហើយទូស្រីរបស់យើងហ្នឹងបានប្រាប់ថាពិតមែនអីគឺអ្នកមិនទាន់បានញ៉ាំអីនោះទេព្រោះថានាងគឺនៅម្នាក់ឯងហើយនៅពេលដែលលើបែបនោះអូតារបស់យើងហ្នឹងគេក៏ចិត្តមិនដាច់ពីនាងផងដែរហើយគេហ្នឹងក៏បានទៅធ្វើម្ហូបឲ្យនាងញ៉ាំហើយនៅពេលនោះដែរទូស្រីរបស់យើងហ្នឹងក៏បានសរសើរពីស្នាដៃរបស់អូតាទៀតថាអូតាហ្នឹងធ្វើម្ហូបបានឆ្ងាញ់អីចឹងណានិយាយទៅអប៉ែអូតាហ្នឹងមានអីដល់ពេលអញ្ចឹងចេះមើលថែកូនស្រីគេដែរតាហើយបន្ទាប់មកហ្នឹងទូស្រីរបស់យើងក៏បានប្រាប់ថាបងប្រុសធំរបស់នាងកំពុងតែធ្វើដំណើរត្រឡប់មកផ្ទះវិញដែលធ្វើឲ្យអូតាហ្នឹងពិតជាភ័យខ្លាំងមែនទែនព្រោះថាគេទាំងពីរនាក់ហ្នឹងគឺនៅក្នុងបន្ទប់តែពីរនាក់ខ្លាចបងប្រុសរបស់គេដែរហ្នឹងអាប៉ែហ្នឹងដល់ពេលអញ្ចឹងមានណាគឺថាអូតាហ្នឹងបញ្ញាចេញទៅវិញយ៉ាងលឿនតែមានណាពេលដែលចេញមកក្រៅហ្នឹងគឺស្រាប់តែប៉ាអើជាមួយនឹងបងប្រុសរបស់គេតែម្ដងហើយនៅពេលនោះដែរបងប្រុសរបស់ទូស្រីហ្នឹងបានសួរអូ
តាថាជាមិត្តរបស់អូនគាត់មែនហើយអូតាហ្នឹងជាមិនថាបែបហ្នឹងក៏បានបដិសេធថាមិនមែនទេហើយបន្ទាប់មកហ្នឹងបងប្រុសរបស់ហ្វាដាក៏បាននាំអូតាហ្នឹងទៅនិយាយគ្នានៅខាងក្នុងវិញហើយអូតាហ្នឹងក៏បានណែនាំខ្លួនទៅថាគេមានឈ្មោះថាអូតាដែលជាមិត្តរួមថ្នាក់របស់នាងហើយបងប្រុសរបស់ទូស្រីហ្នឹងក៏បានសួរអូតាជាច្រើនសំណួរផងដែរហើយគាត់ក៏បានសង្ស័យថាគឺអូតាហ្នឹងហើយដែលតែងតែធ្វើបាបហើយនឹងធ្វើឲ្យប្អូនស្រីរបស់គាត់ហ្នឹងមិនសប្បាយចិត្តព្រោះថានៅពេលដែលនាងមកពីរៀនហ្នឹងគឺមើលតានាងគឺហាក់មានអារម្មណ៍ថាប្លែកៗអត់សប្បាយចិត្តអីចឹងហើយបន្ទាប់មកហ្នឹងគាត់ក៏បានសួរទៅកាន់អូតាថាមុនហ្នឹងគឺបានធ្វើអ្វីខ្លះហើយនៅឯណាអីចឹងហើយអូតាហ្នឹងក៏បានប្រាប់ថាគឺគេបានចូលទៅក្នុងបន្ទប់របស់ទូស្រីហើយគ្រាន់តែលើបែបនោះភ្លាមគឺធ្វើឲ្យបងប្រុសរបស់ទូស្រីយើងខឹងជាមួយនឹងអូតាខ្លាំងមែនទែនហើយគាត់ហ្នឹងក៏បានរុញតុហ្នឹងទៅបុកជាមួយនឹងអូតានៅពេលដែលអូតាគេឃើញបែបហ្នឹងគឺថាមានអ្វីដែលមិនស្រួលហើយគឺគេមិនអាចនៅបានទៀតទេអញ្ចឹងហើយគេក៏បានរត់ចាញ់ប៉ុន្តែមានអីរត់កើតបើបងប្រុសរបស់ទូស្រីយើងហ្នឹងចាក់សោបាត់អីហ្នឹងធ្វើឲ្យអូតារបស់យើងហ្នឹងគ្នាពិតជាភ័យខ្លាំងហើយបន្ទាប់មកហ្នឹងទូស្រីរបស់យើងនាងក៏បានចេញមកហើយនាងក៏បានប្រាប់ថាគឺអូតាហ្នឹងអត់បានធ្វើអ្វីនាងនោះទេហើយមួយវិញទៀតអូតាហ្នឹងជាអ្នកធ្វើម្ហូបឲ្យនាងញ៉ាំហើយនាងយកប៉ង់ហ្នឹងមកបាត់ក្បាលរបស់នាងហើយនៅពេលនោះដែរបងប្រុសរបស់នាងហ្នឹងក៏យល់ដែរអញ្ចឹងគាត់ក៏បានប្រាប់ថាយល់ហើយអញ្ចឹងគាត់ក៏បានសុំទោសទៅកាន់អូតាផងដែរដែលយល់ខុសទៅលើអូតាហើយបន្ទាប់មកហ្នឹងសាច់រឿងរបស់គេក៏កាត់ឲ្យយើងឃើញនៅថ្ងៃបន្ទាប់ដោយថ្ងៃហ្នឹងគឺឃើញថាមានគេមកលក់ការ៉េមហ្នឹងនៅសាលារៀនហើយការ៉េមហ្នឹងគឺឆ្ងាញ់ខ្លាំងណាស់គឺមានមនុស្សជាច្រើនបានតរងខ្ជួលគ្នាតិចអីចឹងហើយក្នុងហ្នឹងក៏មានទូស្រីរបស់យើងផងដែរហើយនៅពេលនោះដែរអូតាហ្នឹងគឺចាប់ផ្ដើមមានគំនិតខូចទៀតហើយគិតថានៅពេលដែលទូស្រីរបស់យើងទិញការ៉េមបានមកហ្នឹងគេនឹងរត់ទៅបុកនាងដើម្បីឲ្យការ៉េមរបស់នាងហ្នឹងធ្លាក់អីចឹងហើយនៅពេលនោះដែរអូតាហ្នឹងគេក៏បានតរងជួលទិញផងដែរហើយ20នាទីក្រោយមកហ្នឹងឃើញថាទូស្រីរបស់យើងនាងក៏បានការ៉េមដូចចិត្តរបស់នាងហើយនៅពេលនោះដែរនាងគឺពិតជាសប្បាយចិត្តខ្លាំងណាស់ប៉ុន្តែចៃដន្យដល់ពេលដែលនាងឈរហ្នឹងគឺស្រាប់តែមានកូនក្មេងហ្នឹងបានរត់បបោនាងពីក្រោយដែលធ្វើឲ្យនាងហ្នឹងក៏បានដួលចំណែកឯការ៉េមរបស់នាងហ្នឹងក៏បានធ្លាក់ទៅនឹងដីអស់ហើយនៅពេលនោះដែរគេក៏បានប្រកាសថាការ៉េមត្រូវបានលក់អស់ហើយគ្រាន់តែទូស្រីរបស់យើងលើភ្លាមគឺធ្វើឲ្យនាងគឺពិតជាសោកស្ដាយខ្លាំងមែនតើដែលនាងមិនអាចញ៉ាំការ៉េមហ្នឹងបានហើយនៅពេលនោះដែរអូតាហ្នឹងគេក៏បានយកការ៉េមហ្នឹងទៅឲ្យទូស្រីរបស់យើងវិញហើយនាងក៏បានសួរថាហើយអូតាហ្នឹងអត់ញ៉ាំទេអីអត់អីឲ្យនាងអីចឹងអូតាគេប្រាប់ថាគឺគេអាណិតនាងអីចឹងហើយនៅពេលនោះដែរទូស្រីរបស់យើងហ្នឹងក៏បានមើលមកអូតាហើយអូតាហ្នឹងគេបានប្រាប់ថាគេឲ្យហើយតាមើលមុខគេអីទៀតអីចឹងហើយនាងបានប្រាប់ថានាងនឹងចែកឲ្យអូតាពាក់កណ្ដាលនិយាយទៅអូតាគេអៀនដែរហ្នឹងមកគេឡើងក្រហមនិយាយទៅអៀនខ្លាំងពេកហ្នឹងគេគឺទ្រាំនៅអត់បានទៀតទេអញ្ចឹងហើយគឺគេមានតរត់គេចាញ់និយាយទៅអូតាហ្នឹងយ៉ាប់ហ្មងយ៉ាប់ជាងគេស្រីទៀត